អត្ថប្រយោជន៍នៅក្នុងការដាំដុះដំណាំចម្រុះធ្វើឲ្យលោកពូណាមីងទទួលបានបន្លែផ្លែឈើចម្រុះនៅក្នុងសួនចម្ការរបស់លោកពូណាមីងហើយក៏ធ្វើឲ្យងាយស្រួលនៅក្នុងការលក់ដូរផងដែរណែគ្នាយើងមើលការដាំដុះរបស់អ្នកមីងសំគឺគាត់ដាំដុះបានល្អមែនទែនបែរហើយគឺគាត់ដាំដុះបានល្អណាស់ការថែបំពន់ជីកំប៉ុស្តទឹកកំប៉ុស្តគោកបានត្រឹមត្រូវតាមពេលវេលាផងដែរហើយគឺគាត់ប្រើប្រាស់គ្រាប់ពូជនៅក្នុងស្រុកហើយការកត់ត្រានេះត្រឹមត្រូវទៀតផងដអរគុណអ្នកមីងសំដែលបានគិតគូរអំពីសុខភាពរបស់អ្នកប្រើប្រាស់អ្នកមីងពិតជាធ្វើបានល្អមែនទែននៅក្នុងការអនុវត្តកសិអេកូឡូស៊ីនេះធ្វើដូចម្ដេចទើបដឹងថាបន្លែផ្លែឈើទាំងអស់ហ្នឹងវាស្រស់ហើយសុវត្ថិភាពនៅក្នុងការបរិភោគណែលោកពូសូមមើលផ្លាកសញ្ញាសម្គាល់ផលិតផលនេះគឺវាបញ្ជាក់បានថាផលិតផលដែលដាំដុះដោយកសិករយើងគឺគាត់អនុវត្តតាមគោលការណ៍កសិអេកូឡូស៊ីត្រឹមត្រូវនិងមានការធានាដោយមានការចូលរួមដោយការចុះតាមដាននិងត្រួតពិនិត្យចម្ការជាប្រចាំអ្នកមីងទិញស្ពេនេះទេចាទិញផាសសិនទីទៅហើយជួយទិញទ្រព្យខ្ញុំផងអរគុណច្រើនអ្នកមីងគាំទ្រការដាំដុះតាមបែបកសិអេកូឡូស៊ីគឺការគាំទ្រអ្នកផលិតអ្នកបរិភោគប្រើប្រាស់ជីវៈចម្រុះនិងភពផែនដី